សួស្តីអ្នកទាំងអស់គ្នាតើអ្នកធ្លាប់សួរខ្លួនឯងទេថាយើងលេងហ្គេមដើម្បីសប្បាយឬលេងដើម្បីសន្សំកំហឹងថ្ងៃនេះខ្ញុំចង់និយាយខ្លះៗទាក់ទងនឹងការលេងហ្គេមបែបវិជ្ជមានមកជជែកជាមួយមនុស្សទាំងអស់គ្នាព្រោះថាវីដេអូនេះមានតែមនុស្សទេទើបស្ដាប់យល់ស្ដាប់ហើយមិនជេរខ្ញុំជាការពិតណាស់ហ្គេមគឺជាការកំសាន្តមិនមែនជាសមរភូមិជីវិតគោលបំណងធំនៃហ្គេមគឺការសម្រាកពីភាពតានតឹងបើយើងយកភាពតានតឹងពីក្នុងហ្គេមមកបង្កើតជាចំនួនក្នុងបណ្ដាញសង្គមវាមានន័យថាយើងកំពុងចាញ់ឥទ្ធិពលនៃហ្គេមហើយបណ្ដាញសង្គមគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈរាល់វីដេអូឬ comment ដែលយើងផុសវាមិនត្រឹមតែបង្ហាញពីអ្វីដែលយើងគិតនោះទេប៉ុន្តែវាបង្ហាញពីកម្រិតនៃភាពចាស់ទុំរបស់យើងទៅកាន់មនុស្សរាប់ម៉ឺននាក់ក្នុងផែនទីមានផ្លូវច្រើនសម្រាប់ដើរតែក្នុងបេះដូងអ្នកលេងហ្គេមគួរមានផ្លូវមួយដែលហៅថាការយោគយល់ការលេងចាញ់អាចត្រឡប់មកឈ្នះវិញបានតែពាក្យសម្ដីដែលជេរប្រមាថគ្នាវាអាចនឹងបន្សល់ទុកនៅស្លាកស្នាមមិនល្អជារៀងរហូតមកលេងដើម្បីសប្បាយមិនមែនមកលេងដើម្បីសាងសត្រូវឡើយជំនាញដែលខ្លាំងបំផុតក្នុងហ្គេមមិនមែនជាការសម្លាប់បានច្រើននោះទេប៉ុន្តែគឺជាការរក្សាចិត្តឲ្យស្ងប់នៅពេលជួបបញ្ហាបើមានគេឌឺដង